ព្រេងនិទានអាស៊ីអាគ្នេយ៍ជាពិសេសនៅក្នុងប្រទេសថៃកម្ពុជាឡាវនិងម៉ាឡេស៊ីដើមចេកត្រូវបានគេជឿថាជាកន្លែងរស់នៅរបស់វិញ្ញាណឬខ្មោចវិញ្ញាណទាំងនេះជាធម្មតាជាមនុស្សស្រីត្រូវបានគេគិតថាវាសំងំរស់នៅក្នុងដើមឈើហើយបង្ហាញខ្លួននៅពេលយប់ចាស់បុរាណខ្លះបាននិទានអំពីបណ្ដាសាផ្កាចេកតាមជំនឿនៅក្នុងជនបទមួយចំនួនបើផ្កាចេកនោះចង្អុលទៅផ្ទះអ្នកណានោះជាសញ្ញានៃសំណាងអាក្រក់ឬមរណភាពរបស់គ្រួសារនោះទើបធ្វើឲ្យមនុស្សខ្លះមានភាពភ័យខ្លាចកាត់ផ្កាដើម្បីការពារសំណាងអាក្រក់ចំណែកឯរឿងព្រេងនិទានរបស់ប្រជាជនខ្មែរយើងវិញគេជឿថាដើមចេកជាស្ពានចម្លងពពួកអមនុស្សឲ្យទៅបំពេញឬរំខានដល់ការរស់នៅរបស់មនុស្សយើងដោយដែលយើងបានមើលឃើញតាមរយៈខ្សែភាពយន្តខ្មោចដើមចេកជ្វានាងនុជដែលជាប្រពន្ធហេតុតែស្រឡាញ់ប្តីខ្លាំងពេកពេលស្លាប់ទៅក៏នៅតែចង់បានជីវិតប្តីឲ្យនៅក្បែររហូតដល់ពេលមួយនាងប្រែក្រឡាខ្លួនយ៉ាងតូចល្អិតវាតាមធាងចេកចូលទៅកាច់កប្តីឲ្យស្លាប់តាមខ្លួនតតែបាន